ក្បាតក្រហមកម្ពុជាចុះជួយផ្ទាល់ដល់គ្រួសារសពដែលគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀងនិងកំពង់ឆ្នាំងបន្ទាប់ពីទទួលបានដំណឹងដល់រដ្ឋាភិបាលពីគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរកាលពីព្រឹកថ្ងៃទី23ខែឧសភាឆ្នាំ2026នៅលើផ្លូវជាតិលេខ1ស្ថិតក្នុងភូមិថ្មីសង្កាត់សង្ខរក្រុងស្វាយរៀងដែលបានឆក់យកជីវិតកម្មករកម្មការិនី5នាក់និងរបួសធ្ងន់ស្រាល39នាក់ភ្លាមៗនោះថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាបានចុះអន្តរាគមន៍ជួយសង្គ្រោះជាបន្ទាន់នៅព្រឹកថ្ងៃទី24ខែឧសភាឆ្នាំ2026សម្ដេចគតិប្រិទ្ធបណ្ឌិតបូរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានចាត់តំណាងដឹកនាំដោយឯកឧត្តមយូឡាណាអគ្គលេខាធិការរងទី2សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងអញ្ជើញចុះសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតជាមួយក្រុមគ្រួសារសពទាំង5នាក់ដែលរស់នៅក្នុងភូមិព្រៃក្រាំងឃុំព្រៃពនស្រុកកំពង់ត្របែកខេត្តព្រៃវែងសពទាំង5រូបរួមមាន1លោកដុចផាតនិង2អ្នកស្រីប៉ែនហ៊ឿនត្រូវជាប្តីប្រពន្ធបន្សល់ទុកកូនតូចម្នាក់និងក្មួយ3នាក់3លោកពៅភ័ស្តុនិង4អ្នកស្រីគង់សាវីត្រូវជាប្តីប្រពន្ធបន្សល់ទុកកូន3នាក់5លោករឹមសារីបន្សល់ទុកប្រពន្ធនិងកូន3នាក់ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះគណៈប្រតិភូបានពំនាំនៅការសោកស្ដាយនិងអាណិតអាសូរជាពន់ពេកពីសំណាក់សម្ដេចគតិប្រិទ្ធបណ្ឌិតចំពោះការបាត់បង់សមាជិកគ្រួសារដែលជាបង្គោលទ្រទ្រង់ជីវភាពដើម្បីជួយសម្រាលបន្ទុកភ្លាមៗកាកបាទក្រហមកម្ពុជាបានឧបត្ថម្ភថវិកាចំនួន4លានរៀលក្នុងមួយសពព្រមទាំងគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀតបន្ទាប់មកប្រតិភូបានបន្តនាំយកថវិកាដល់កម្មកររងរបួសស្រាលចំនួន10នាក់ដែលសម្រាប់ព្យាបាលនៅតាមផ្ទះក្នុងភូមិឃុំខាងលើដោយក្នុងម្នាក់ទទួលបានថវិកា1លានរៀលនៅថ្ងៃដដែលនេះគណៈប្រតិភូកាកបាទក្រហមកម្ពុជាបានបន្តដំណើរទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងដើម្បីសួរសុខទុក្ខកម្មករកម្មការិនីចំនួនសរុប39នាក់របួសធ្ងន់8នាក់មួយបញ្ជូនទៅវៀតណាមនិងរងរបួសស្រាល31នាក់ផ្សេងទៀតដែលកំពុងសម្រាប់ព្យាបាលក្នុងឱកាសនោះឯកឧត្តមយូឡាណាព្រមទាំងថ្នាក់ដឹកនាំសាខាកាកបាទក្រហមខេត្តស្វាយរៀងនិងខេត្តព្រៃវែងបានពំនាំការផ្ដាំផ្ញើសួរសុខទុក្ខនិងពរជ័យពីសំណាក់សម្ដេចគតិប្រិទ្ធបណ្ឌិតបូរនីហ៊ុនសែនសូមឲ្យបងប្អូនកម្មករទាំងអស់បានឆាប់ជាសះស្បើយពីរបួសព្រមទាំងបានឧបត្ថម្ភថវិកាជួយសម្រាប់បន្ទុកគ្រួសារដោយអ្នករងរបួសស្រាល1លានរៀលរបួសធ្ងន់2លានរៀលឆ្លៀតក្នុងឱកាសនោះដែរក្រុមការងារក៏បានឧបត្ថម្ភដល់គ្រួសារកងទ័ពដែលកំពុងសម្រាប់ព្យាបាលមួយគ្រួសារនៅទីនោះផងដែរដែលឡែកនៅថ្ងៃនេះដែរប្រតិភូកាកបាទក្រហមកម្ពុជាមួយក្រុមទៀតដឹកនាំដោយឯកឧត្តមខុនសាមេងនាយកដ្ឋានធនធានមនុស្សនិងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងបានអញ្ជើញទៅសួរសុខទុក្ខកម្មករកម្មការិនីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ5ដែលកំពុងសម្រាប់ព្យាបាលសរុប37នាក់បុរស4នាក់ក្នុងនោះសម្រាប់នៅមណ្ឌលសុខភាពកំពង់ត្រឡាច14នាក់បុរស2នាក់សម្រាប់នៅគ្លីនិកឯកជន23នាក់បុរស2នាក់សកម្មភាពមនុស្សធម៌ដ៏ទាន់ពេលវេលានេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់កាកបាទក្រហមកម្ពុជាស្របតាមពាក្យស្លោកទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជាដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយឯកោនោះឡើយ